กองทัพคือជាឪពុកជាប្តីជាកូនប្រុសដែលហ៊ានចាក់ចេញពីគ្រួសារបដូរយកសេចក្តីសុខរបស់ប្រជាជនទាំងមូលកងទ័ពជាមនុស្សដូចយើងចង់សុខចង់កេងឆ្អែតចង់ហូបឆ្ងាញ់ចង់ជួបជុំប្រពន្ធកូនតែដោយសារតែកាតព្វកិច្ចនិងការទទួលខុសត្រូវពួកគាត់សុខចិត្តលះបង់សាច់សោះឈាមស្រស់ដើម្បីក្តីសុខរបស់ប្រជាជនទាំងមូលទឹកដីយើងមានតែមួយទេប្រជាជនខ្មែរកងទ័ពក៏ជាខ្មែរគេឈ្លានពានទីណាក៏ដោយក៏ជាទឹកដីរបស់ខ្មែរយើងដែរយើងរស់នៅបានសុខទីនេះដោយសារតែបងកងទ័ពកំពុងយកទ្រូងរបស់គាត់ទៅតតាំងជាមួយនឹងខ្មាំងសត្រូវកងទ័ពមិនដែលប្រាថ្នាអ្វីពីយើងទេសូមឲ្យតែប្រជាជនរស់បានសុខចេះស្រឡាញ់គ្នាចេះរួបរวมគ្នាចេះជួយគ្នាពួកគាត់សប្បាយចិត្តណាស់ទៅហើយយើងជាជនជាតិខ្មែរគ្មានអ្វីតបស្នងឲ្យស្មើនឹងពលិកម្មរបស់ទ័ពទេទោះចង់អរគុណ1000ដង10000ដងក៏សងពួកគាត់មិនអស់ដែរទឹកចិត្តនៃការលះបង់របស់កងទ័ពគឺធំធេងខ្លាំងណាស់មិនអាចកាត់ថ្លៃបានទេអ្វីដែលយើងអាចជួយគាត់បាននៅទីនេះគឺរួមដៃគ្នាស្រឡាញ់គ្នារួមគ្នាជាមួយនឹងជនភៀសសឹកនាំគ្នាជួយគ្រួសាររបស់កងទ័ពរួមគ្នាជាកម្លាំងខ្មែរតែមួយមិនឲ្យជនភៀសសឹកនិងគ្រួសាររបស់កងទ័ពឯកោឡើយ